iPhone 16 Pro Max on ខ្លាំងណាស់គេដាក់បន្ទុកឲ្យបានត្រឹមតែ2លើ10តែប៉ុណ្ណោះនេះគឺជាវីដេអូរបស់បងស្រីឈីសុភាឥឡូវជាស្ដាប់ការនិយាយគាត់តិចសិនគេនិយាយច្រើនណារឿងទូរស័ព្ទ16នេះថាប្រើអត់កើតជាក់ស្ដែងនៅពេលខ្ញុំទិញមកប្រើចង់ដឹងថាប្រើមិនកើតដូចគេថាមែនអត់ជាក់ស្ដែងពិតជាប្រើអត់កើតមែនបងប្អូនមកនិយាយពី rate វិញខ្ញុំឲ្យ2លើ10និយាយទៅវាអន់ខ្លាំងមែនតែនហ្មងណាទូរស័ព្ទនេះសំបីតែថតរូបណាថតរូបក៏ថតអត់ច្បាស់ដែរថតរូបគឺព្រាកព្រិលហើយបើសលេងវិញឡើងរ៉ែដូចបាទថតរូបព្រាកព្រិលហើយសំឡេងឡើងរ៉ែជាចំណុចដែលខ្ញុំកត់សម្គាល់កន្លែងហ្នឹងមួយតែបងប្អូននៅឆាប់ក្តៅជាងការប្រើលុតទៀតបាទឆាប់ក្តៅប្រើអត់លុតខ្ញុំក៏ជាអ្នកប្រើ iPhone មួយដែរប៉ុន្តែវីដេអូនេះមិនមែនមកកាន់ជើង iPhone ទេណាហើយបញ្ហាខ្លះវាប្រទះមែននៅលើ iOS បើសិនជាយើងអត់បានអាប់ដេតជួនកាលទៅក៏ជួបប្រទះបញ្ហាទៅហើយពេលខ្លះទៅបើយើងអាប់ដេតទៅក៏វាជួបបញ្ហាទៅអញ្ចឹង OS ហ្នឹងវាអត់ទៀងបងប្អូនណា iOS ហ្នឹងវាអត់ថេទេតែភាគច្រើន iOS គឺបាក់វាច្រើនគួរសមហ្នឹងហើយគេហៅថាបញ្ហាវាបងយើងអញ្ចឹងហើយបានជាគេអាប់ដេតបន្តរហូតហ្នឹងទៅប៉ុន្តែវាមិនចេះអតិពលដល់ថ្នាក់ប្រើមិនកើតទេអាហ្នឹងខ្ញុំចង់និយាយលើបញ្ហា OS យើងប្រើបានប៉ុន្តែគ្រាន់ថាវាអត់សូវដូចថាអត់សូវត្រូវចិត្តយើងណាអញ្ចឹងអាហ្នឹងគឺជាបញ្ហាបង្កឲ្យអ្នកប្រើហ្នឹងពេលខ្លះវាសាំតប៉ែជាមួយនឹងវាដែរដោយសារតែវាបញ្ហានេះនោះអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាកន្លែងហ្នឹងយើងអាប់ដេតក៏វាជួបបញ្ហាយើងមិនអាប់ដេតក៏វាអាចជួបអញ្ចឹងដែរអញ្ចឹងព្យាយាម optimize វាព្យាយាម fine tune វាអញ្ចឹងបងប្អូនយើងបើថាវាយ៉ាងម៉េចយើងព្យាយាមតាមវាទៅប្រើវាទៅហ្នឹងហើយនិយាយរឿងដែលគាត់និយាយថាមនុស្សច្រើនណាស់ដែលគេនិយាយថាវាប្រើអត់កើតហើយគាត់បានដាក់ rate 2លើ10ណាបើសិនជាទូរស័ព្ទហ្នឹងថា10លើ10ល្អអញ្ចឹងគាត់ដាក់12ទេអញ្ចឹងមានថាអាក្រក់អន់ណាកន្លែងហ្នឹងខ្ញុំក៏មិនជាថាអីដែរបងប្អូនយើងអាហ្នឹងតាមគេហៅថាការដាក់របស់យើងរៀងៗខ្លួនទេវាស្អាតមិនស្អាតវាអាស្រ័យទៅលើចំណូលចិត្តនិងការចូលចិត្តប្រើប្រាស់របស់យើងទេណាចូលចិត្តក្តីល្អក្តីយើងឲ្យតម្លៃយើងទៅណាបើថាឧទាហរណ៍ថាខ្ញុំស្រឡាញ់វាអញ្ចឹងខ្ញុំឲ្យវាថា8លើ10អញ្ចឹងទៅណាហើយបើថាអ្នកផ្សេងទៅគេឲ្យ10លើ10អញ្ចឹងទៅអ្នកខ្លះទៅគេឲ្យ5លើ10អ្នកខ្លះឲ្យ2លើ10អ្នកខ្លះគេឲ្យ0ទៀតអញ្ចឹងណាបាទអញ្ចឹងវាអាស្រ័យទីកន្លែងហ្នឹងហើយបងប្អូនវិញឲ្យ rate មើលឥឡូវសុំយោបល់ស្មោះត្រង់មួយបើសិនជាបងប្អូនយើងឲ្យគេហៅថាចំណាត់ថ្នាក់ iPhone 16 Pro Max មួយនេះតើបងប្អូនយើងឲ្យប្រហែលណាឲ្យ5លើ10 4លើ10ឬក៏0អញ្ចឹងទៅថាតាមហ្នឹងណាបងប្អូនយើងហ្នឹងហើយតែចំណុចដែលខ្ញុំចង់កត់គេហៅសង្កត់ធ្ងន់នៅក្នុងវីដេអូនេះគឺចំណុចដែលគាត់និយាយថាសំឡេងរ៉ែដូចចូលទឹកកន្លែងហ្នឹងទេបាទអញ្ចឹងអាហ្នឹងសំឡេងរ៉ែដូចចូលទឹកហ្នឹងខ្ញុំមិនដឹងគាត់ចង់សំដៅទៅលើ speaker ពេលស្ដាប់ចម្រៀងឬក៏ពេលថតវីដេអូអញ្ចឹងសំឡេងរ៉ែហ្នឹងខ្ញុំមិនដឹងគាត់សំដៅទៅលើអីទេពេលគាត់ថតវីដេអូស្ដាប់សំឡេងឬក៏ពេលគាត់ស្ដាប់ចម្រៀងឬ speaker រ៉ែបើតាមគំនិតរបស់ខ្ញុំ iPhone speaker is the best បាទ speaker វាគឺល្អណាស់សំឡេងក៏មានបាសងុំក៏នៅនឹងហើយច្បាស់ទៀតផងនិយាយពី speaker ពេលយើងស្ដាប់បទចម្រៀងល្អមែនទេណាហើយទៅពេលគាត់និយាយថាសំឡេងរ៉ែអាហ្នឹងខ្ញុំមិនដឹងថាគាត់និយាយមិនដឹងគាត់ចង់សំដៅទៅលើអីហើយខ្ញុំចង់ដោះស្រាយជូនគាត់ទេបងប្អូនណាវីដេអូនេះខ្ញុំចង់ដោះស្រាយបញ្ហាជូនគាត់ទេបើសិនជាបងជួបប្រទះបញ្ហាបែបនេះបងអាចទៅកន្លែងទិញទៅណាឬក៏ទៅរកជាងទៅអា speaker ហ្នឹងមកពីអីគេបានស្ដាប់ចម្រៀងទៅវារ៉ែអញ្ចឹងណាវាចូលទឹកមែនឬក៏ខូច speaker មែនអាហ្នឹងយើងរកដំណោះស្រាយយើងអាចជួសជុលបានវាអាចមានបញ្ហា hardware ហើយបើថាបងប្អូនបើថាបងស្រីទិញថ្មីមកពីហាងតែម្ដងមានតែល្អរំទៅពីហាងយកទៅហាងទៅឲ្យគេមើលទៅតើ speaker វារ៉ែដូចបងនិយាយមែនអត់អញ្ចឹងណាព្រោះអីយើងមានម៉ាស៊ីនតេស្តនៅហ្នឹងតែរាប់រយម៉ាស៊ីនអញ្ចឹងបងទៅមើលទៅតើអា speaker ហ្នឹងអារ៉ែហ្នឹងវាមកពី speaker ឬក៏យ៉ាងម៉េចអញ្ចឹងបងទៅមើលកន្លែងហ្នឹងបងអាចទៅស្រាវជ្រាវបានអាចទៅពិនិត្យមើលជាមួយហាងបានអញ្ចឹងណាប៉ុន្តែបើសិនជាបងនិយាយថាសំឡេងរ៉ែពេលបងថតវីដេអូឧទាហរណ៍ទៅសំឡេងខ្ទដូច2អញ្ចឹងណាបងយើងដូចវាដូចសំឡេងខ្ទស្ដាប់ទៅវាដូច2តង់ជាន់គ្នាអញ្ចឹងទៅអាហ្នឹងដោយសារតែ iPhone 16 Pro Max នេះវាមាន option មួយដែលគេហៅថា Spatial Audio អញ្ចឹងពេលបងថតវីដេអូដែលប្រើប្រាស់ Spatial Audio ហ្នឹងទៅវាស្ដាប់មកវាប្រហែលស្តៀងរ៉ែអញ្ចឹងប៉ុន្តែវាមានលក្ខណៈសំឡេងខ្ទ2ជាន់គ្នាសំឡេង2តង់ជាន់គ្នា
តែបងអាចចូលក្នុង setting បានចាំខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាក៏ដោយបើសិនជាបងប្អូនថតវីដេអូទៅស្ដាប់សំឡេងខ្លួនឯងឮថាបែបវាអត់ណែនណាសំឡេងហ្នឹងបងប្អូនយើងដូចផ្ទាល់អញ្ចឹងណាអញ្ចឹងបងប្អូនយើងចូលទៅក្នុងគេហៅថា setting iPhone យើងមកបាទហើយបន្ទាប់មកទៀតហ្នឹងគឺបងប្អូនយើងទៅកន្លែងកាមេរ៉ាហ្នឹងហើយចូលមើលកន្លែងកាមេរ៉ាហ្នឹងមកហើយនៅកន្លែង record video នេះខាងលើគេនេះសំទោសនេះ record sound មើលកន្លែងនេះ by default នៅបងប្អូនយើងវាឈរនៅកន្លែងនេះ iPhone យើងនេះនៅកន្លែង special audio អញ្ចឹងអាហ្នឹងសំឡេងហ្នឹងគឺវាបែបបើសិនជាបងថតទៅវាដូច special audio អញ្ចឹង immersive ចឹងនិយាយអញ្ចឹងបងយើងដូចយើងស្ដាប់ប្រភេទនៅក្នុងទីរើអញ្ចឹងនៅក្នុងរោងកុនអញ្ចឹងសំឡេងខ្នះផងទៅអញ្ចឹងវាពីរជាន់គ្នាអាហ្នឹងស្ដាប់ចម្រៀងវាមិនអីទេតែបើសិនជាយើងនិយាយជាសំឡេងយើងនិយាយតែម្ដងយើងចង់ឲ្យបានសំឡេងហ្នឹងណែនល្អអញ្ចឹងពេលយើងថតសំឡេងចង់ណែនល្អបងប្អូនយើងប្រើ special audio វាសំឡេងដូចពីរតង់ជាន់គ្នាអញ្ចឹងអត់ល្អទេដូចវាខ្ទរជាន់គ្នាអញ្ចឹងណាបាទខ្ញុំមិនដឹងបងចង់សម្ដៅទៅលើអាហ្នឹងខ្ញុំមិនដឹងដែរតែបើថាបងចង់និយាយថាមកពីបញ្ហាហ្នឹងនេះបងអាចចូលផ្លាស់ប្ដូរកន្លែងនេះទៅបាទ studio ក៏បាន mono ក៏បានតែបើថាចង់ឲ្យវាណែនល្អមិចចូលគ្នា balance ល្អមែនទែនតែម្ដងសំឡេងយើងណាបងអាចប្រើ mono បានអញ្ចឹងណា studio ក៏បាន mono ក៏បានដែរអញ្ចឹងកន្លែងហ្នឹងគឺវាដោះស្រាយបញ្ហាសំឡេងខ្ទរពីរតង់ជាន់គ្នាហ្នឹងហើយអញ្ចឹងកន្លែងដូចខ្ញុំនិយាយអញ្ចឹងសំឡេងបងនិយាយសំឡេងរ៉ែហ្នឹងខ្ញុំមិនដឹងបងចង់សម្ដៅទៅលើអីទេកន្លែងហ្នឹងខ្ញុំសូមនិយាយប៉ុណ្ណឹងហើយបើសិនជាបងនិយាយថាថតវីដេអូទៅអត់ច្បាស់អូថតរូបហ្នឹងហើយគាត់និយាយថាថតរូបព្រាកអញ្ចឹងណាខ្ញុំមិនថា iPhone វាច្បាស់ជាង Android ខ្ញុំមិនថា iPhone វា16 Pro Max ហ្នឹងវាច្បាស់ជាងស៊េរីមុនទេណាប៉ុន្តែបើសិនជាយើងនិយាយវាភាពច្បាស់ iPhone ថតរូបណែនល្អ color បែបធម្មជាតិអីចឹងទៅហើយបើថាបងប្អូនយើងប្រើ social media ទៀតផុសនៅលើ Instagram ក៏ដោយ TikTok ស្អីក៏ដោយ iPhone គឺវា optimize ត្រូវមែនទែនតែម្ដងជាមួយនឹង social media ផុសរូបអត់សូវងាយបែកទេបងប្អូនយើងបាទហើយក៏ដូចជាវីដេអូជាដើមអញ្ចឹងទាំងរូបភាពទាំងវីដេអូវាខ្ញុំមិនចង់និយាយថាវាល្អជាងគេទេប៉ុន្តែបើសិនជាបងនិយាយថាព្រាកកន្លែងហ្នឹងខ្ញុំក៏មិនហ៊ានអាកាត់ថាយ៉ាងម៉េចយ៉ាងម៉ាដែរលើកលែងតែការ zoom ហ្នឹងទៅបើសិនជាបងគេលោកបង zoom បាន 100x អញ្ចឹងណាឧទាហរណ៍អញ្ចឹងចុះថតទៅ zoom ហ្នឹងទៅអាហ្នឹងវាព្រាកមែនណាជួនកាលវាអាចធៀបជាមួយនឹង optical 10x zoom របស់ Android ផ្សេងឬក៏យ៉ាងម៉េចយ៉ាងម៉ាទេតែបើសិនជាបងមកត្រឹមប្រើ lens gold យើងហ្មង iPhone ថតរូបច្បាស់ល្អបងណាខ្ញុំចង់និយាយអញ្ចឹងណាហើយបើសិនជាបងឃើញតែព្រាកហ្នឹងអាហ្នឹងព្រាកនៅកន្លែងណានៅលើ Facebook មែនអាហ្នឹងវាមានបញ្ហាពីរគ្នាចងអញ្ចឹងណាជួនកាលមកពី Facebook វា upload ទៅអត់ច្បាស់ជួនកាលមកពី setting Facebook យើងណាជួនកាលទៅមកពីបញ្ហាអ៊ីនធឺណិតយើងណាជួនកាលទៅអាចមកពីបញ្ហាកាមេរ៉ាដែរនិយាយរឿង setting កាមេរ៉ាហ្នឹងបើសិនជាបងប្អូនយើងចង់ឲ្យវាដើរត្រូវល្អបងប្អូនយើងចូលទៅក្នុង setting ម្ដងទៀតមកណាបាទចូល setting កាមេរ៉ាយើងណាហើយនៅកន្លែងថតវីដេអូនេះចង់ឲ្យបងប្អូនយើងធ្វើការផ្លាស់ប្ដូរសំទោសនៅកន្លែង format បងប្អូនណានេះកន្លែង format នេះបាទអញ្ចឹងចង់ឲ្យបងប្អូនយើងធ្វើការផ្លាស់ប្ដូរពី high efficiency មកកាន់ most compatible មក by default វាឈរកន្លែង high efficiency តែបើសិនជាបងប្អូនឈរកន្លែង high efficiency device ថ្មីវា compatible ត្រូវទេអត់អីទេតែបើសិនជាបងប្អូនយើងប្រើ device ចាស់ណាហើយជួនកាលទៅ internet យើងវា compress អត់បានទៀតអញ្ចឹងវាទៅជាផ្ដល់លទ្ធផលយើងហ្នឹងគឺអត់ច្បាស់ល្អទេអញ្ចឹងប៉ុណ្ណឹងបងប្អូនយើងនេះគឺជាអ្វីដែលខ្ញុំចង់និយាយiPhone វាតែប៉ុណ្ណឹងណាល្អមិនល្អវាមានតែងតែមានមិនថា iPhone មិនថា Android ទេចំណុចដែលខ្ញុំចង់និយាយនៅក្នុងហ្នឹងគឺខ្ញុំចង់សង្កត់ធ្ងន់ទៅលើកន្លែងចំណុច speaker គាត់នឹងតែម្ដងសំឡេងរ៉ែហ្នឹងណាបើថាវាដូចចូលទឹកបងឆាប់យកទៅចូលជាងឲ្យហើយដើម្បីបង្ការកុំឲ្យវាមានបញ្ហាកាន់តែធ្ងន់ទៅលើ speaker របស់វាអញ្ចឹងបងយកទៅជាងឲ្យហើយទៅកន្លែងហាងយើងក៏បានដែរតើ speaker ហ្នឹងរ៉ែអញ្ចឹងមែនឬក៏អត់អញ្ចឹងណាហើយបើថាវារ៉ែមែនអញ្ចឹងបងចូលព្យាយាមដោះស្រាយវាឥឡូវឲ្យតាន់ទៅកុំឲ្យវាទៅមុខទៀតអញ្ចឹងណាហើយចុងក្រោយបើថាយើងអត់ចូលចិត្តទេវាយដូរណាយកអាចាស់ក៏បាន15 Pro Max ក៏បានបើថាបងឆ្លាញ់15 Pro Max ល្អជាង15 Pro Max ទៅណាឬបើសិនជាបងឆ្លាញ់ Android ទៅ Android ទៅ Samsung Galaxy បាទសាមញ្ញហ្នឹងហើយអញ្ចឹងក្នុងនាមខ្ញុំជាអ្នក review អ្នកស្គាល់តិចតួចពីទូរស័ព្ទដែរអញ្ចឹងខ្ញុំចង់ផ្ដល់ជាដំណោះស្រាយបែបនេះហើយក៏សូមធ្វើការ reaction ខ្លះៗ
នៅលើប្រធានបទ iPhone Red ត្រឹមតែ 2.10 នេះផងដែរ 2 លើ 10 អញ្ចឹងណាខ្ញុំមិនឲ្យវា110 លើ 10ទេមុនយើងបើថាខ្ញុំវិញឲ្យ iPhone គឺខ្ញុំឲ្យ 8 លើ 10 ដែរណាវាអត់បាន 10 លើ 10 ទេហើយក៏វាអត់មានទូរស័ព្ទ 10 លើ 10 ដែរអញ្ចឹងទៅគ្រប់ទូរស័ព្ទមិនអាចទេអូននិយាយទៅវាមិនអាចមានទូរស័ព្ទណាល្អអត់ចោះទេវាតែមានចំណុចទៅនេះទៅនោះអញ្ចឹងទៅណាខ្វះនេះខ្វះនោះអញ្ចឹងទៅហ្នឹងហើយអញ្ចឹងនេះគឺជាអ្វីខ្ញុំចង់ចែកមេនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយ